มันក្នុងវីដេអូនេះយើងនឹងបន្តអំពី Object Oriented Programming language នៅក្នុងភាសា Java បន្តទៀតគឺយើងបន្តចំណុច encapsulation តែតកតងជាមួយនឹងការ modify តម្លៃរបស់ attribute ដោយប្រើ setter method ហើយនឹងការ access តម្លៃរបស់វាតាមរយៈ getter method តោះអញ្ចឹងឥឡូវយើងចូលទៅដល់ខាងផ្នែកimplement code របស់យើងចូលទៅ file new file new java file class ហើយយើងឲ្យឈ្មោះថា example 17បាទតោះមកយើងចុច enter ហើយយើងបង្កើតនៅ main method មួយហើយនៅក្នុងនេះនឹងដាក់ចំណងជើងថា encapsulation ប៉ុន្តែតកតងជាមួយនឹងgetter ហើយនិង setter method នឹងដាក់ថា getter and setter method តែម្ដងចុះអូខេតោះអញ្ចឹងឥឡូវយើងតពីចំណុចមុនខ្ញុំបង្កើត class មួយឈ្មោះថា person ដែលមាន attribute គឺដូចជា name នេះហើយយើងមាន nickname ហើយយើងមាន age បាទបញ្ជាក់ម្ដងទៀតខ្ញុំសម្រេចយក variable name ឬក៏ attribute name នេះជាប្រភេទ string ហើយយើងអាច access វាបានតែនៅក្នុងថ្នាក់ person ទេអញ្ចឹងយើងប្រើ access modifier មួយប្រភេទគឺឈ្មោះថា private ហើយយើងរំលឹកពីមេរៀនមុនមកបាទសម្រាប់ nickname នេះគឺ public ហើយ age នេះដូចគ្នាដែរគឺយើងប្រើជាលក្ខណៈ private តោះអញ្ចឹងយើងសាងសង់នៅអនុគមមួយគឺឈ្មោះថា person នៅអនុគមនេះគឺមានលក្ខណៈពិសេសមួយគឺសាងសង់ object នេះដែលយើងឲ្យឈ្មោះថាជា constructor ហើយអនុគមនេះគឺយើងចង់ឲ្យ user ប្រើប្រាស់នៅក្នុងវេទិកាសាធារណៈបានគឺដូចនៅក្នុង main function នេះជាវេទិកាសាធារណៈហើយអញ្ចឹងយើងប្រើ public public modifier មកយើងពីមុខអញ្ចឹងអូខេហើយខ្ញុំចង់សាងសង់តម្លៃទាំងអស់នេះចឹងមាន3តម្លៃអញ្ចឹងយើងបញ្ចូលតាម parameter នេះទីមួយគឺ string name string nickname ហើយមួយទៀតគឺ integer age នេះយើង set តម្លៃថា attribute name គឺស្មើនឹងតម្លៃរបស់ parameter name ហើយ attribute nickname នេះគឺស្មើនឹងតម្លៃ parameter nickname ដូចគ្នាដែរគឺ attribute age នេះគឺស្មើនឹងតម្លៃ parameter age ដែលបញ្ចូលតាមរយៈអនុគម constructor យើងនេះអូខេតោះឥឡូវដើម្បីអាចទទួលតម្លៃអស់នេះបាននៅក្នុងវេទិកាសាធារណៈតាមធម្មតាប្រសិនបើយើងចង់ access name យើងដាក់ថា this.name អូខេនោះគឺយើងអាចទទួលយកតម្លៃនឹងបាននៅក្នុងថ្នាក់ person នេះក៏ប៉ុន្តែបើនៅខាងក្នុងវេទិកាសាធារណៈនេះគឺមិនអាចទេអញ្ចឹងតើតើយើងបង្កើតជាgetter និង setter method អញ្ចឹងបញ្ជាក់ម្ដងទៀតណាឧទាហរណ៍ថាឥឡូវយើងចង់និយាយពី person name ថា print person.name តែយើងបង្កើត object មួយសិនសំដៅថា person ស្មើនឹង new person ហើយ name ឈ្មោះថា Sai nickname Michael ហើយ age 38ដូចមុនចឹងចាអូខេតោះឥឡូវបើយើងចង់ print នៅ person.name អូខេគឺអត់មានទេមានតែ nickname ចុះ age ក៏អត់មានដែរដោយសារវាជាប្រភេទ private attribute អូខេអញ្ចឹងបានតែត្រឹម nickname ទេតែធ្វើម៉េចទើបអាចទទួលបាននៅឈ្មោះហ្នឹងបាទតោះអញ្ចឹងគឺយើងអាចទទួលយកបានតាមរយៈ method មួយគេឲ្យឈ្មោះថាជា getter method ហ្នឹងឯងអញ្ចឹងname ជាប្រភេទ string អញ្ចឹងខ្ញុំវាយពាក្យថា string ហើយបន្តមកគឺ get name អញ្ចឹងវាជាអនុគម
ហើយវាត្រូវ return ជា string គឺ this dot name ហ្នឹងឯងបាទអញ្ចឹងគឺយើងអាច access name នេះបានដោយសារតែនិយមន័យនៃអានុគមនេះគឺ define នៅក្នុង class person អញ្ចឹងនៅក្នុង class person ខ្លួនឯងគឺអាច access រាល់ attribute មិនថា private ឬក៏ public ទេគឺប្រើប្រាស់បានទាំងអស់អូខេក៏ប៉ុន្តែមួយវិញទៀតអ្វីដែលយើង define នេះគឺចង់ឲ្យអ្នកប្រើប្រាស់ប្រើនៅក្នុងវេទិកាសាធារណៈអញ្ចឹងសម្រាប់ method របស់យើងជាប្រភេទ getter method នេះយើងត្រូវដាក់ access modifier ប្រភេទ public ពីខាងមុខមួយទៀតអូខេអញ្ចឹងនៅក្នុងករណីហ្នឹងគឺយើងអាចដាក់ថា person.get name បានហើយបាទអញ្ចឹងគឺទទួលយកតម្លៃហ្នឹងបានដូចគ្នាតោះឥឡូវយើងសាកល្បងទាំងអស់គ្នាគឺខ្ញុំចុច control backtick ហើយខ្ញុំចុច control L ដើម្បី clear តមើលអ្វីថា java example 17.java ហើយបន្តមកទៀតគឺ java example 17ដើម្បី run បាទអញ្ចឹងគឺយើងនិយាយពី getter and setter method ឥឡូវយើងបានប្រើ getter method មួយគឺ get name method នេះដើម្បីទទួលយកតម្លៃ attribute របស់ name ដែលជាប្រភេទ private attribute បាទតោះអញ្ចឹងគឺយើងទទួលយកបានចុះថាហេតុអីបានយើងមិនប្រកាស public ហ្មងទៅបើយើងចង់ទទួលបានអញ្ចឹងថាមែនទេព្រោះខ្ញុំឲ្យទទួលបានតម្លៃហ្នឹងក៏ប៉ុន្តែខ្ញុំអត់ចង់ឲ្យមានការផ្លាស់ប្ដូរតម្លៃបើសិនបើយើងប្រកាសវា public អញ្ចឹងដូច nickname អញ្ចឹងគឺយើងអាចផ្លាស់ប្ដូរតម្លៃវាបានតែក្នុងករណីនេះបើយើងមិនអនុញ្ញាតឲ្យវាផ្លាស់ប្ដូរគឺមិនអាចផ្លាស់ប្ដូរបានទេឥឡូវយើងផ្លាស់ប្ដូរតាមរយៈណាអត់អាចបានទេព្រោះយើងមិនអនុញ្ញាតឲ្យទេអូខេអញ្ចឹងគឺអាចគ្រាន់តែមើលតម្លៃបានប៉ុន្តែមិនអាចកែប្រែតម្លៃបានអូខេមួយគឺជា restrict access មួយទៅកាន់ nickname សំទោស name របស់យើងតោះឥឡូវយើងចូលមក age វិញម្ដង age គឺយើងធ្វើដូចគ្នាដើម្បីទទួលបាននៅតម្លៃ age ហ្នឹងគឺយើងអាចថាឲ្យអនុគម get age មួយអូខេ get age បាទ get age អញ្ចឹងគឺយើង return ឯគេ return នៅអាយុរបស់យើងតែអាយុយើងជាប្រភេទអីគេប្រភេទ integer អញ្ចឹងយើងត្រូវ declare ជា integer ណា this dot age ហើយយើងខាន់ក៏ប៉ុន្តែយើងបង្កើតអនុគមនឹងឡើងដើម្បីឲ្យអ្នកប្រើប្រាស់ប្រើនៅក្នុងវេទិកាសាធារណៈអញ្ចឹងគឺយើងត្រូវប្រើ public modifier public access modifier ពីខាងមុខហ្នឹងអូខេអញ្ចឹងនៅក្នុងករណីនេះខ្ញុំក៏អាច print នៅអាយុបានដែរអញ្ចឹងគឺយើងអាចថា person.age បាទអញ្ចឹងគឺ .age ស្គាល់អញ្ចឹងគឺយើងមាន get age នេះចុះថា nickname មិនលើកឡើង nickname អត់ជាបញ្ហាទេព្រោះយើងពីខាងមុខគឺ public អញ្ចឹងយើងមិនចាំបាច់ឬក៏មិនទាមទារនៅ getter method ហ្នឹងទេគឺយើង print ធម្មតាដោយដែលយើងធ្លាប់ហៅពីមុនតាមរយៈ dot notation ហ្នឹងឯងគឺយើងអាចថា person.nickname direct តែម្ដងដោយអត់មាន5 method អីទេអូខេតោះអញ្ចឹងឥឡូវខ្ញុំ compile and run យើងចុច control backtick យើងចុចសញ្ញាព្រួយខាងលើដើម្បីមើលនៅ history ឬក៏ប្រវត្តិនៃការ run command របស់យើងនេះចឹងចូលមកដល់ចំណុចនេះខ្ញុំចុចenter មកហើយចុចខាងលើទៀតមកអញ្ចឹងឃើញចេញជា result ហើយបានទាំងអស់តែឥឡូវប្រសិនបើខ្ញុំធ្វើការផ្លាស់ប្ដូរ nickname មិញឃើញ Michael ណាចុះបើយើងធ្វើការផ្លាស់ប្ដូរតម្លៃយើងធ្វើម៉េចឥឡូវខ្ញុំផ្លាស់ប្ដូរពីដើមបំផុតនេះចុះឬក៏ផ្លាស់ប្ដូរពីចុងនេះបំផុតក៏បានដែរឥឡូវយើងmodify some attribute បាទខ្ញុំ change person dot nickname នេះទៅជា John ជំនួសវិញបាទហើយអញ្ចឹងទៅផ្លេចខាន់អញ្ចឹងគឺយើង print មើល nickname សារឡើងវិញថាមានការប្រែប្រួលឬទេខ្ញុំ copy ហើយ pass យកតែម្ដងហើយ save អូខេហើយបន្តមកទៀតយើងចុច control backtick យើង compile ហើយបន្តមកទៀតយើង run ចឹងឃើញថា
nickname បន្ទាប់ពីធ្វើការផ្លាស់ប្ដូរនឹងហើយទៅជា John វិញហើយពីមុនគឺ Michael តោះឥឡូវដោយសារតែអាយុរបស់យើងពីមួយឆ្នាំគឺមានការផ្លាស់ប្ដូរខ្ញុំចង់អឺបង្កើតនៅ method មួយដែលអាចអនុញ្ញាតឲ្យយើងកែប្រែតម្លៃបានបាទអញ្ចឹងគឺយើងអាចបង្កើតនៅអនុគមមួយទៀតបាទតោះអញ្ចឹងយើងអាចថា set age បាទ set age តែ set age ពេលហៅអនុគមនេះយើងចង់ធ្វើអីគេមាន return តម្លៃអត់ថាអត់ return តម្លៃទេគ្រាន់តែកែប្រែតម្លៃអញ្ចឹងគឺអត់មាន return នេះទេយើងដាក់ void គឺតទេបាទអញ្ចឹងបើ set age អីគេគឺឲ្យតម្លៃ attribute age នឹងស្មើនឹងតម្លៃថ្មីអញ្ចឹងតម្លៃថ្មីបានមកពីណាតតែបញ្ចូលតាមរយៈ parameter នេះអញ្ចឹងគឺយើងត្រូវមាន age នៅនេះតើ age ហ្នឹងគឺប្រភេទអីប្រភេទ integer ដូចគ្នាដែរអូខេអញ្ចឹង dh គឺស្មើនឹង age ដែលបញ្ចូលតាមរយៈ parameter របស់អនុគម set age នេះតែ set age នេះបង្កើតឡើងដើម្បីអ្វីដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងប្រើនៅក្នុងវេទិកាសាធារណៈដោយនៅក្នុង main method នៃអនុគមចម្បងរបស់យើងហ្នឹងអញ្ចឹងយើងត្រូវប្រើ access modifier ពីខាងមុខគឺឈ្មោះថា public បាទអញ្ចឹងនៅក្នុងករណីនេះគឺយើងអាចកែប្រែតម្លៃបានហើយឧទាហរណ៍នៅក្នុងនេះខ្ញុំដាក់ថា%.setAge ហើយអាយុថ្មីមកខ្ញុំគឺឧទាហរណ៍ថាប៉ុណ្ណេះចុះតោះអញ្ចឹងខ្ញុំចុច control backtick ហើយយើង run compile ហើយបន្តមកគឺ run បាទអញ្ចឹងយើងឃើញថាកាលនេះ38ដោយសារយើង print មុនធ្វើការផ្លាស់ប្ដូរតម្លៃអញ្ចឹងឥឡូវខ្ញុំក្រោយផ្លាស់ប្ដូរតម្លៃគឺខ្ញុំថែមមួយ command នេះមួយទៀតមួយ statement នេះមួយទៀតគឺយើង get age នេះមើលម្ដងទៀតតោះឥឡូវខ្ញុំ compile ម្ដងទៀតបាទហើយបន្តមកទៀតយើង run អញ្ចឹងឃើញ39ណាតោះអញ្ចឹងសួរថាប្រសិនបើយើងអាចទទួលយកតម្លៃហើយនឹងអាចផ្លាស់ប្ដូរតម្លៃបានដោយតែ public ដដែលប្រកាសជា private បានប្រយោជន៍អីបានប្រយោជន៍អីប្រយោជន៍គឺត្រង់នេះយើងអត់តន់បានប្រើប្រាស់ប្រយោជន៍របស់វានឹងឯងប្រយោជន៍ត្រង់ថាប្រសិនបើយើងប្រកាសជា public បែបនេះណា nickname នឹងយើងចង់ផ្លាស់ប្ដូរតម្លៃទៅជាស្អីក៏បានជាលេខជាអក្សរជាអីក៏បានហើយអត់មានកំណត់ទេប៉ុន្តែប្រសិនបើយើងដាក់ជា method នេះយើងអាចថែម logic ពីខាងក្នុងហ្នឹងឧទាហរណ៍មុននឹង set តម្លៃហ្នឹងចុះបើអ្នកបញ្ចូលមិនមែនបញ្ចូលលេខវិជ្ជមានដាក់អវិជ្ជមានទៅអាយុអាចជាតម្លៃអវិជ្ជមានណាគឺมันអាចទេអញ្ចឹងគឺมันពិតទេអញ្ចឹងកន្លែងនេះយើងអាច handle គឺ validate នៅអាយុរបស់យើងហ្នឹងតាមរយៈflow control statement មួយគឺ if បាទ age ដែលបញ្ចូលមកហ្នឹងគឺតូចជាងឬស្មើ0អញ្ចឹងយើងនឹង issue នៅ error មួយអញ្ចឹងអត់មានការកែប្រែតម្លៃទេណាគ្រាន់តែ issue នៅ message ដែលជា error មួយថា invalid age ឬក៏យើងថា assign invalid age តាម invalid age ទៅប៉ុណ្ណឹងចុះបានអូខេបាទអញ្ចឹងគឺ age របស់យើងមានការប្រែប្រួលទេអត់បាន set ទេ L ផ្សេងពីហ្នឹងអូខេខ្ញុំសន្មតថាបញ្ចូលបានត្រឹមត្រូវចុះអញ្ចឹងយើងអាចhandle បានថាកន្លែងនេះគឺ this.age គឺស្មើនឹង age ដែលបញ្ចូលមកអូខេតោះចឹងកន្លែងនេះហើយគឺជាលក្ខណៈខុសគ្នាពី public attribute ហើយនិង private attribute ណាបើយើង declare age នឹងជាប្រភេទ public attribute ណាយើងអត់អាចមានអីគេតក្កវិជ្ជាមួយចំនួនដើម្បី handle ថាតើ age ដែលបញ្ចូលមកហ្នឹងគឺជាចំនួនវិជ្ជមានអវិជ្ជមានអីហោហែហ្នឹងទេបាទតោះអញ្ចឹងគឺភាពខុសគ្នានៅត្រង់ចំណុចមួយហ្នឹងខ្ញុំចុច control backtick ហើយយើងចូលទៅ Java ហើយតមកគឺ Java បាទអញ្ចឹងឃើញ39អត់មាន error ទេណាតោះឥឡូវបើខ្ញុំបដូរច្រឡំឬក៏បញ្ចូលតម្លៃមិនប្រក្រតីដូចជាហៅថាដក39ចុះឬក៏លេខ0អញ្ចឹងចុះអូខេឥឡូវមានឯការឡើងខ្ញុំ control S save ណាហើយ control backtick តមក run compile
ហើយបន្តនេះគឺ run បាទអញ្ចឹងយើងឃើញថាឥឡូវតម្លៃអាយុរបស់យើង38នៅ38ដដែលដោយសារតក្កវិជ្ជាហ្នឹងគឺយើងគ្រាន់តែ issue នៅ error មួយតែប៉ុណ្ណោះគឺ warning នៅ message មួយដែលនិយាយថា invalid age យើងឃើញ invalid age នៅណាអូខេហើយខាងលើគឺអាយុយើង38គឺនៅ38នឹងដដែលអត់មានការផ្លាស់ប្ដូរទេអញ្ចឹងនៅពេលហ្នឹងឯងគឺយើងអាចនិយាយបានថាយើងធានាបាននៅ data integrity ភាពត្រឹមត្រូវនៃទិន្នន័យរបស់យើងគឺយើងមានstatement ដែល validate នៅទិន្នន័យរបស់យើងមុននឹងធ្វើការផ្លាស់ប្ដូរតម្លៃឬក៏ set តម្លៃថ្មីហ្នឹងបាទអញ្ចឹងសម្រាប់វីដេអូនេះយើងបញ្ចប់ត្រឹមប៉ុណ្ណឹងចោះដើម្បីកុំឲ្យវែងចឹងខ្ញុំសង្ខេបសារឡើងវិញថាអ្វីដែលយើងបានដឹងនិងស្វែងយល់នៅក្នុងវីដេអូនេះទី1គឺយើងនិយាយអំពី encapsulation ដដែលហ្នឹង encapsulation ប៉ុន្តែយើងនិយាយអំពីចំណុចតូចៗចំនួន2គឺ getter and setter method បាទអញ្ចឹងខ្ញុំបញ្ចប់ប៉ុណ្ណឹង